ពីភាពផ្សេងគ្នារវាងផែនការនិងគោលបំណងរបស់ផែនការទឹកស្អាតការសម្អាតនិងអនាម័យជនបទផែនការកម្រិតខេត្តក្រុងស្រុកនិងឃុំសង្កាត់ផែនការថ្នាក់ក្រោមជាតិខេត្តក្រុងស្រុកនិងឃុំសង្កាត់ជាដើមគួរតែបញ្ស៊ីគ្នាទៅនឹងគម្រោងសកម្មភាពតាមតម្រូវការរបស់ប្រជាពលរដ្ឋផែនការទាំងនោះត្រូវមានលក្ខណៈជាក់ស្ដែងនិងបញ្ស៊ីគ្នាទៅនឹងផែនការថ្នាក់ជាតិឲ្យបានត្រឹមត្រូវប្រភេទផ្សេងគ្នានៃផែនការទឹកស្អាតការសម្អាតនិងអនាម័យជនបទមាន3ប្រភេទ1ការរៀបចំផែនការយុទ្ធសាស្ត្រមានសារៈសំខាន់សម្រាប់ស្ថាប័ននីមួយៗវាពាក់ព័ន្ធនឹងការកំណត់គោលដៅកម្រិតខ្ពស់រយៈពេលវែងនិងកំណត់គោលដៅច្បាស់លាស់ដើម្បីសម្រេចបាននូវផែនការទាំងនោះការរៀបចំផែនការយុទ្ធសាស្ត្រអាចធ្វើឡើងនៅក្នុងស្ថាប័នពី5ឆ្នាំទៅ10ឆ្នាំក៏ដូចជាកម្រិតវិស័យពី10ឆ្នាំទៅ30ឆ្នាំការពិនិត្យឡើងវិញនិងការវិតម្លៃពាក់កណ្ដាលរយៈពេលនៃផែនការយុទ្ធសាស្ត្រមានសារៈសំខាន់និងពាក់ព័ន្ធនឹងគោលបំណងដើម្បីសម្របខ្លួននិងផ្លាស់ប្ដូរវិធីសាស្ត្រ2ការធ្វើផែនការប្រចាំឆ្នាំផែនការប្រចាំឆ្នាំស្របតាមគោលដៅរយៈពេលវែងដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រទម្រង់នៃផែនការប្រចាំឆ្នាំអាចមានភាពខុសប្លែកគ្នាប៉ុន្តែវាតែងតែពាក់ព័ន្ធនឹងការធ្វើផែនការហិរញ្ញវត្ថុដើម្បីធានាថាថវិកាប្រចាំឆ្នាំគ្របដណ្ដប់លើសកម្មភាពដែលបានគ្រោងទុកនិងការចំណាយប្រចាំថ្ងៃគ្រប់ស្ថាប័នគួរតែមានយន្តការរៀបចំផែនការប្រចាំឆ្នាំក្នុងផ្ទៃក្នុងផែនការប្រចាំឆ្នាំអាចត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងកំឡុងឆ្នាំនីមួយៗហើយការពិនិត្យឡើងវិញនៃផែនការនិងលទ្ធផលឆ្នាំមុនអាចជូនដំណឹងដល់អ្នកពាក់ព័ន្ធក្នុងការរៀបចំផែនការឆ្នាំបន្ទាប់3ការរៀបចំផែនការគម្រោងគម្រោងជាធម្មតាមានពេលវេលាកំណត់និងផ្ដោតលើលទ្ធផលឧទាហរណ៍ការរៀបចំប្រព័ន្ធត្រួតពិនិត្យតាមដានថ្មីឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែនការពង្រឹងប្រព័ន្ធវិស័យផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទគួរតែរៀបចំផែនការសកម្មភាពនិងថវិកាដោយមានយន្តការសម្របសម្រួលដើម្បីកំណត់អត្តសញ្ញាណរួមទាំងការថែទាំជួសជុលនិងការកសាងសមត្ថភាពក្នុងការអនុវត្តបន្តទៀតប្រកបដោយនិរន្តរភាពតើផែនការហិរញ្ញវត្ថុនៅថ្នាក់ស្រុកជាអ្វីគឺជាកញ្ចប់ថវិកាសម្រាប់គាំទ្រការអនុវត្តសកម្មភាពនៅថ្នាក់ក្រុងស្រុកឃុំសង្កាត់និងភូមិមិនមែនគាំទ្រផែនការសកម្មភាពរបស់ឃុំសង្កាត់នោះទេការរៀបចំផែនការវិនិយោគ3ឆ្នាំរំកិលនិងផែនការអភិវឌ្ឍ5ឆ្នាំធ្វើសមាហរណកម្មនៅថ្នាក់ស្រុករៀងៗខ្លួន